យើងមើលឃើញថាពីមួយថ្ងៃទៅមួយថ្ងៃការអាក្រក់កាន់តែខ្លាំងឡើងអស់រយៈកាលជាយូរណាស់មកហើយសាប្រទាំងគឺវិញ្ញាណបួងជាវិញ្ញាណអរិយសត្តាំងវិញ្ញាណដែលទាស់ទៅនឹងព្រះវិញ្ញាណជាទេវតាក្បត់ព្រះហើយដោយសារតែមនុស្សជាកូនរបស់ព្រះគឺវាបាននាំឲ្យមនុស្សបានវែងដឹកចេញពីព្រះឆ្ងាយទៅហើយព្រះបានបញ្ជូនព្រះវតារងសម្រាប់សង្ឃអស់អ្នកណាដែលទទួលជឿហើយធ្វើតាមទ្រង់ព្រោះគ្មានចំណុចណាទៀតក្រៅដែលព្រះបានប្រទានមកដើម្បីឲ្យមនុស្សបានធ្វើតាមប្រព្រឹត្តតាមរួចផុតពីសេចក្តីជម្រះនេះខាងព្រះសព្វរតីមិនចង់ឲ្យណាម្នាក់បានធ្លាក់ទៅស្ថាននោះឡើយស្ថាននោះគឺជាស្ថាននរកជាកន្លែងនៃរងទុក្ខវេទនាអកាលដោយសារមនុស្សជាកូនរបស់ព្រះមនុស្សគឺកើតអំពីព្រះបានជាអរិយវាបានលបួងឲ្យដឹកចេញពីព្រះឆ្ងាយពីព្រះព្រោះថាអ្នកណាដែលធ្វើតាមបង្គាប់បញ្ជារបស់អរិយអ្នកនោះនឹងត្រូវមានទោសហើយព្រះទ្រង់សុចរិតចង្យុត្តិធម៌ទាំងវិញ្ញាណអាក្រក់និងសាច់ឈាមផងដែរហើយនោះបានជាព្រះផ្ដល់ជំរើសឲ្យយើងរាល់គ្នាសម្រាប់ឲ្យដើរតាមនិងធ្វើតាមកិច្ចការរបស់ទ្រង់ដែលជាសេរីល្អនៃព្រះបញ្ជានៅរយៈកាលចុងក្រោយនេះគឺវិញ្ញាណអាក្រក់វាខិតខំប្រឹងប្រែងធ្វើការរបស់វាដើម្បីឲ្យមនុស្សបានធ្វើតាមបង្គាប់បញ្ជារបស់វាព្រោះវាជាខ្មាំងសត្រូវជាមួយនឹងសាច់ឈាមហើយសាច់ឈាមតែងធ្វើតាមបង្គាប់វាព្រោះវាជាវិញ្ញាណទេវតាក្បត់ស្គាល់នឹងព្រះប៉ុន្តែវាមិនមែនជាខ្មាំងសត្រូវជាមួយនឹងព្រះទេអរិយជាខ្មាំងសត្រូវជាមួយនឹងសាច់ឈាមជាមួយមនុស្សវាលបួងឲ្យយើងតោះតែងគ្នាប្រមឹកផឹកស៊ីកំផិតសាហាយស្មន់ស្មុកគ្រក់អភិសនិងថ្វាយបង្គំរូបព្រះដែលជាវិញ្ញាណអាក្រក់បាននាំនេះហើយវាដឹងថាការនោះគឺជាការដែលទាស់នឹងព្រះទើបបានវាខំនាំអនណាដែលធ្វើតាមបង្គាប់វាតាមចិត្តរបស់ខ្លួនគិតនោះគឺធ្លាក់ទៅនឹងការលបួងអរិយ
នៅក្នុងជីវិតយើងមានពីរសន្តានទី1គឺរូបកាយខ្លួនឯងហ្នឹងហើយសន្តានទី2គឺរូបកាយរបស់អ្នកព្រោះអីយើងបានប្រគល់តណ្ហារបស់យើងរាល់គ្នាទៅដល់វាហើយវាក៏បាននាំយើងឲ្យធ្វើតាមបំណងរបស់វាការដែលយើងមិនស្គាល់ព្រះការដែលយើងមិនស្ដាប់ការបើកសម្ដែងមកព្រះនោះយើងងាយស្រួលក្នុងការធ្លាក់ចូលការលំបាករបស់វាតែបើយើងជ្រុលធ្លាក់ការលំបាកសម្រាប់អីចូលយើងរត់ទៅឯព្រះហើយលន់តួអំពើបាបដែលយើងធ្វើទាស់ជាមួយនឹងព្រះហើយត្រឡប់មកវិញគឺយើងបានឈប់នឹងប្រព្រឹត្តទៅតាមបំណងប្រាថ្នារបស់វិញ្ញាណអាក្រក់ដែលនាំយើងរាល់គ្នាយើងដឹងថាវិញ្ញាណដែលនាំឲ្យយើងបានទាស់ជាមួយនឹងវិញ្ញាណដែលនាំពីព្រះធ្វើឲ្យយើងបានរងទុក្ខវេទនាអកលនោះបានជាព្រះទាននៅចម្លើយឲ្យយើងបានជាតិបានដឹងអំពីកិច្ចការរបស់វិញ្ញាណនោះវាមិនមែនជាខ្មាំងសត្រូវរបស់ព្រះទេតែវាជាខ្មាំងសត្រូវជាមួយនឹងសាច់ឈាមដែលជារៀងរាល់ថ្ងៃវាបានបំផ្លាញសេចក្តីសុខសាន្តរបស់អ្នករាល់គ្នាយើងរាល់គ្នាកំពុងតែតយុទ្ធជាមួយនឹងកិច្ចការអាក្រក់ដែលមកអំពីញៀនគឺសំទៅលើការដែលប្រព្រឹត្តពីគឺការប្រព្រឹត្តល្អនិងអាក្រក់ភាសាយើងជាមនុស្សគឺនៅជាកណ្ដាលហើយក៏ព្រះទ្រង់សពតិឲ្យយើងបានធ្វើតាមបំណងនៃទ្រង់ដើម្បីរួចពីធ្វើបាបហើយយើងនឹងជួបគ្នានៅវីដេអូក្រោយសូមអរគុណបាយបាយជម្រាបលា